ចានាងខ្ញុំសូមជម្រាបសួរជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនាងខ្ញុំសេរីណែតដែលជាអ្នកផលិតមាតិកាវីដេអូមួយនៅ ADC Online Bookstore ជាមួយនឹងវីដេអូលើកនេះយើងនឹងពិភាក្សាជាមួយនឹងប្រធានបទមួយដែលនិយាយអំពីរឿង3ប្រភេទដែលលោកអ្នកគួរធ្វើនៅក្រោមនៅពេលអ្នកចូលអាយុ25ឆ្នាំបើលោកអ្នកមិនធ្វើវានោះទេលោកអ្នកនឹងមានអារម្មណ៍ថាស្ដាយក្រោយចាតើមានអ្វីខ្លះទៅណតោះចាប់ផ្ដើមទី1គឺលោកអ្នកត្រូវអានសៀវភៅការអានសៀវភៅគឺអាចធ្វើឲ្យលោកអ្នកមើលឃើញនៅអ្វីថ្មីជួបជាមួយនឹងប្រធានបទថ្មីគំនិតថ្មីបើលោកអ្នកមិនអាចអានសៀវភៅជាច្រើនក្នុងពេលតែមួយឬក៏ក្នុងរយៈពេលមួយដែលលោកអ្នកកំណត់បានទេចូលអានសៀវភៅមួយពីមួយថ្ងៃទៅមួយថ្ងៃវាប្រសើរជាងអត់បានអានអ្វីទាំងអស់ទទួលបានគំនិតថ្មីដើម្បីជួយស្រោចស្រង់ទៅដល់ការគិតនិងខួរក្បាលរបស់លោកអ្នកទី2គឺលោកអ្នកត្រូវចេះរៀនសន្សំលុយការរៀនសន្សំលុយជួយឲ្យលោកអ្នកនៅសល់អ្វីជាប់ខ្លួនបើលោកអ្នកមិនចេះរៀនសន្សំទេលោកអ្នកក៏អាចធ្វើការដាក់ការកម្មង់ទិញសៀវភៅពីខាង ADC Online Bookstore ដើម្បីធ្វើការសិក្សាអំពីរបៀបសន្សំលុយហើយលោកអ្នកអាចធ្វើការតាក់ទងមកខាងពួកយើងបានគ្រប់ពេលវេលានៅក្នុងម៉ោងធ្វើការជាមួយនឹង contact ដែលយើងមានដាក់នៅខាងក្រោមវាមិនត្រឹមតែនិយាយអំពីការសន្សំលុយទេតែលោកអ្នកក៏អាចធ្វើការស្រាវជ្រាវរកមើលសៀវភៅវិនិយោគជាមួយនឹងប្រាក់ដែលលោកអ្នកមាននៅក្នុងកប៉ាល់ផងដែរហើយយើងក៏មានសៀវភៅបែបនេះបើសិនជាលោកអ្នកត្រូវការដើម្បីយកទៅសិក្សាអំពីការប្រើប្រាស់លុយក្នុងផ្លូវមួយដែលជោគជ័យក្នុងជីវិតចំណុចទី3គឺការសាកល្បងអ្វីដែលថ្មីពីមុនមកដែលលោកអ្នកមិនដែលសាកល្បងធ្វើតតែសោះការសាកល្បងធ្វើឬក៏អនុវត្តអ្វីដែលថ្មីជួយឲ្យលោកអ្នកមើលឃើញនៅអ្វីដែលលោកអ្នកមិនដែលធ្វើពីមុនមកតតែសោះបើសិនលោកអ្នកមានអារម្មណ៍ថាមកដល់អាយុនេះលោកអ្នកមិនបានធ្វើរឿងអ្វីមួយដែលមិត្តភក្តិលោកអ្នកតែងតែផ្ដាំលោកអ្នកចង់ឲ្យលោកអ្នកសាកល្បងធ្វើនោះលោកអ្នកនឹងមានអារម្មណ៍ស្ដាយក្រោយបើសិនលោកអ្នកមិនអាចសាកល្បងបំពេញវាបានដើម្បីមើលថាបទពិសោធន៍វាទៅជាយ៉ាងណានោះទេអញ្ចឹងកុំរារែសាកល្បងធ្វើអ្វីមួយដែលអាចបើកភ្នែកឲ្យលោកអ្នកឃើញថាបទពិសោធន៍នោះវាល្អនឹងកែប្រែលោកអ្នកអាចក្លាយជាមនុស្សបែបម៉េចចាជាមួយនឹងចំណុច3ដែលលោកអ្នកគួរអនុវត្តមុននឹងចូលនឹងអាយុ25ឆ្នាំគឺវាមានប៉ុណ្ណេះតើលោកអ្នកគិតថាវាអាចជួយលោកអ្នកបានយ៉ាងណាខ្លះហើយបើសិនជាលោកអ្នកអត់អនុវត្តវាតើលោកអ្នកគិតថាលោកអ្នកនឹងស្ដាយក្រោយប៉ុណ្ណាបើសិនជាអត់បានធ្វើវាចាវាស្រេចទៅលើលោកអ្នកតែយើងផលិតវីដេអូនេះឡើងគឺសង្ឃឹមថាជួយឲ្យលោកអ្នកគិតនិងសាកល្បងធ្វើអ្វីដែលជាចំណុចល្អហើយដែលជាចំណុចដែលជំរុញឲ្យលោកអ្នកទៅដល់គោលដៅក្នុងជីវិតចាបើសិនជាចូលចិត្តវីដេអូនេះសូមមេត្តាជួយចុច like ឬក៏ comment បានឬក៏ជួយ follow ជាមួយនឹង YouTube page ឬក៏ Facebook page របស់ពួកយើងនៅ ADC Online Bookstore ចំពោះវីដេអូប៉ុណ្ណេះដែលនិយាយអំពី3រឿងរ៉ាវដែលលោកអ្នកគួរអនុវត្តមុនពេលចូលអាយុ25ឆ្នាំគឺមានតែប៉ុណ្ណេះនាងខ្ញុំសេរីណាដែលជាអ្នកផលិតមេតិកាមួយនៅ ADC Online Bookstore គឺសូមជម្រាបលាហើយយើងជួបគ្នានៅវីដេអូលើកក្រោយអរគុណ